ឲ្យមានប្រសិទ្ធភាពតាមបែបផែនលោក Peter Drucker TN Insight សូមជូនខ្លឹមសារវិចារណកថាភាពមមាញឹកមិនមែនមានន័យថាជាផលិតភាពនោះទេមនុស្សជាច្រើនចំណាយពេលវេលាពេញមួយថ្ងៃលើការងារដែលគ្មានលទ្ធផលប៉ុន្តែលោក Peter Drucker បានបង្រៀនយើងថាប្រសិទ្ធភាពគឺជាទម្លាប់មួយដែលអាចរៀនសូត្របាននិងជាកត្តាកំណត់ជោគជ័យនៃអ្នកដឹកនាំគ្រប់រូបយោងតាមទ្រឹស្ដីរបស់លោក Drucker នៅក្នុងសៀវភៅ The Effectiveness Executive ដើម្បីចាត់ចែងការងារឲ្យមានប្រសិទ្ធភាពខ្ពស់យើងត្រូវអនុវត្តតាមគោលការណ៍គ្រឹះចំនួន4ដូចខាងក្រោម 1. ការគ្រប់គ្រងពេលវេលាគោលពេលវេលារបស់អ្នកលោក Drucker ធ្លាប់មានប្រសាសន៍ថាបើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានទេអ្នកក៏មិនអាចគ្រប់គ្រងអ្វីៗផ្សេងទៀតបានដែរជំហានដំបូងនៃប្រសិទ្ធភាពគឺមិនមែនចាប់ផ្ដើមដោយការរៀបចំបញ្ជីការងារនោះទេប៉ុន្តែគឺជាការកត់ត្រាពេលវេលាជាក់ស្ដែងដែលអ្នកបានប្រើប្រាស់នៅពេលយើងដឹងថាពេលវេលាត្រូវបានខ្ជះខ្ជាយលើកិច្ចការដែលគ្មានប្រយោជន៍យើងត្រូវតែហ៊ានកាត់ចោលឬផ្ទេរភារកិច្ចទាំងនោះដើម្បីទុកពេលសម្រាប់កិច្ចការដែលផ្ដល់តម្លៃពិតប្រាកដចំណុចទី2ការផ្ដោតលើលទ្ធផលជាធំជំនួសឲ្យការសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើអ្វីខ្លះនៅថ្ងៃនេះអ្នកដែលមានប្រសិទ្ធភាពតែងសួរថាតើលទ្ធផលអ្វីដែលអង្គភាពរំពឹងទុកពីខ្ញុំការផ្ដោតលើការរួមចំណែកជួយឲ្យយើងមើលឃើញរូបភាពធំនិងតម្រង់ទិសដៅការងារឲ្យសមស្របទៅនឹងគោលដៅរួមរបស់ក្រុមហ៊ុនវាកែប្រែពីការធ្វើការងារឲ្យត្រូវឲ្យទៅជាការធ្វើការងារដែលត្រឹមត្រូវ 3. ការប្រើប្រាស់ចំណុចខ្លាំងលោក Drucker បានសង្កត់ធ្ងន់ថាប្រសិទ្ធភាពមិនមែនកើតចេញពីការព្យាយាមកែប្រែចំណុចខ្សោយនោះទេប៉ុន្តែគឺជាការកសាងលទ្ធផលដោយផ្អែកលើចំណុចខ្លាំងក្នុងការចាត់ចែងការងារយើងត្រូវចេះដាក់មនុស្សឲ្យត្រូវនឹងជំនាញរួមទាំងខ្លួនយើងផងដែរការចំណាយពេលវេលាបង្កើនសមត្ថភាពលើអ្វីដែលយើងពូកែស្រាប់និងផ្ដល់ផលតបស្នងខ្ពស់ជាងការចំណាយពេលវេលាកាយខៃចំណុចដែលយើងមិនសូវពូកែចំណុចទី4ការកំណត់អាទិភាពធ្វើរឿងសំខាន់បំផុតមុនគេអាកំបាំងនៃប្រសិទ្ធភាពគឺការផ្ដោតអារម្មណ៍លោក Drucker បានណែនាំឲ្យយើងធ្វើការងារសំខាន់បំផុតតែមួយក្នុងពេលតែមួយការធ្វើការងារច្រើនមុខក្នុងពេលតែមួយគ្រាន់តែជាការបំភាន់ដែលធ្វើឲ្យយើងយឺតយ៉ាវនិងបាត់បង់គុណភាពយើងត្រូវមានសេចក្តីក្លាហានក្នុងការបោះបង់ការងារដែលហួសសម័យឬការងារដែលផ្ដល់ផលប្រយោជន៍តិចតួចដើម្បីសម្រុកធ្វើការងារណាដែលនឹងបង្កើតឲ្យមានការផ្លាស់ប្ដូរខ្លាំងបំផុតជាសរុបមកប្រសិទ្ធភាពមិនមែនជាអំណាចឬអំណោយពីកំណើតនោះទេប៉ុន្តែវាគឺជាវិន័យតាមរយៈការគ្រប់គ្រងពេលវេលាការផ្ដោតលើលទ្ធផលនិងការប្រើប្រាស់ចំណុចខ្លាំងនិងការចេះជ្រើសរើសអាទិភាពយើងមិនត្រឹមតែអាចសម្រេចការងារបានច្រើនជាងមុនប៉ុណ្ណោះទេប៉ុន្តែយើងថែមទាំងអាចលើកកម្ពស់តម្លៃនៃជីវិតការងាររបស់យើងទៀតផងដោយដែលលោក Peter Drucker បានបញ្ជាក់ថាចំណេះដឹងត្រូវតែផ្ដល់ជាលទ្ធផលតាមរយៈការអនុវត្តទើបវាមានតម្លៃវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today